ម៉ាថាយជំពូកទី4គ្រានោះព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅឯទីរហោស្ថានដើម្បីឲ្យត្រូវអារក្សល្បូនការទ្រង់បានតម40ថ្ងៃ40យប់ហើយក្រោយមកទ្រង់ឃ្លានរួចមេល្បួងក៏មកទូលទ្រង់ថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំប៉័កទៅតែទ្រង់មានបន្ទូលតបថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែព្រះបន្ទូលប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់មកដែរនោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធដាក់លើកំពូលព្រះវិហារទូលថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនទៅក្រាបចុះបើមានសេចក្តីចែងទុកមកថាទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នកទេវតានឹងទ្រអ្នកដោយដៃក្រែងលោជើងអ្នកទង្គិចមកព្រះយេស៊ូវមានបន្ទូលទៅវាថាមានសេចក្តីចែងទុកដូច្នេះទៀតកុំឲ្យឯងលបងព្រះអម្ចាស់ជាព្រះនេះឯងឡើយមួយទៀតអារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ក៏បង្ហាញអស់ទាំងនគរក្នុងលោកីនិងសេរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទូលរួចទូលថាបើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំនោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នកនោះព្រះយេស៊ូវមានបន្ទូលតបថាណែសាតាំងចូលឯងថយចេញពីអញទៅត្បិតមានសេចក្តីចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនេះឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះដូច្នេះអារក្សក៏ថយចេញពីទ្រង់ទៅរួចមានពួកទេវតាមកបម្រើទ្រង់កាលព្រះយេស៊ូវឮថាគេបានបញ្ជូនយូហានទៅហើយនោះទ្រង់យាងថយទៅគង់នៅឯស្រុកកាលីលេវិញរួចទ្រង់ចេញពីណាហ្សារ៉េតទៅគង់នៅឯក្រុងកាពឺនាមជាក្រុងនៅមាត់សមុទ្រត្រង់ព្រំប្រទល់ដែនខេត្តសាប់យូលូននិងណាប់ថាស៊ីដើម្បីឲ្យបានសម្រេចជំនាដែលហោរាអេសាយបានទីថាស្រុកសាប់យូលូននិងណាប់ថាលីដែលត្រូវតាមផ្លូវទៅឯសមុទ្រខាងនាយទន្លេយ៉ូដានគឺជាស្រុកកាលីលេរបស់សាសដទៃឯបណ្ដាជនដែលអង្គុយក្នុងសេចក្តីងងឹតគេបានឃើញពន្លឺយ៉ាងធំមានពន្លឺរះឡើងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំឡុងហើយនឹងមលុបនៃសេចក្តីស្លាប់តាំងពីគ្រានោះមកព្រះយេស៊ូវក៏ចាប់តាំងប្រកាសដោយបន្ទូលថាចូលប្រែចិត្តឡើងត្បិតនគរស្ថានសួគ៌ជិតដល់ហើយកាលព្រះយេស៊ូវទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីលេនោះក៏ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទត្រីគឺស៊ីម៉ុនដែលហៅថាពេត្រុសនិងអង់ដ្រេជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្ររួចទ្រង់មានបន្ទូលទៅទៀតថាចូលមកតាមខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញគេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាមនោះយើងហួសពីនោះបន្តិចទៅទ្រង់ទតឃើញបងប្អូនពីរនាក់ទៀតគឺយ៉ាកុបជាកូនសេបេដេនិងយូហានជាប្អូនដែលនៅក្នុងទូកជាមួយនឹងសេបេដេជាឪពុកគេកំពុងតែជួសជុលសំណាញ់ហើយទ្រង់មានបន្ទូលហើយអ្នកទាំងពីរនោះមកគេក៏លះបង់ទូកនិងឪពុកដើរតាមទ្រង់ជាមួយរំពេចទៅព្រះយេស៊ូវទ្រង់យាងគ្រប់សពក្នុងស្រុកកាលីលេទ្រង់បង្រៀនក្នុងអស់ទាំងសាលប្រជុំក៏ប្រកាសដំណឹងល្អពីនគរព្រមទាំងប្រោះ
លឺសុសសាយទូទៅពេញក្នុងស្រុកស៊ឺរីគេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាក្រំគ្រីផ្សេងទាំងមនុស្សអាយចូលមនុស្សឈួតជ្រុកនិងមនុស្សស្ដាប់ដៃស្ដាប់ជើងមកឯទ្រង់ហើយទ្រង់ក៏ប្រោះឲ្យបានជាទាំងអស់គ្នាមានមនុស្សក៏ពឹងជាប់តាមទ្រង់គឺជាមនុស្សដែលមកពីស្រុកកាលីលេស្រុកដេកាប៉ូលពីក្រុងយេរូសាឡឹមពីស្រុក